ត់នឹងហ្មងគេសួរថាតើគួរជ្រើសរើសអាជីពទៅតាមទីផ្សារការងារឬក៏ទៅតាមសេចក្តីស្រឡាញ់របស់ខ្លួនឯងត្រូវហើយបងអូនចូលរៀនថ្ងៃនេះប៉ុន្តែមិនមែនអូនចូលរៀនថ្ងៃនេះអូនមើលទីផ្សារការងារអូនមើលព័ត៌មានការងារនៅក្នុងថ្ងៃនេះទេអូនត្រូវមើលសម្រាប់4ឆ្នាំទៅមុខ5ឆ្នាំទៅមុខយើងចង់ដឹកនាំជីវិតរបស់យើងឲ្យបានវែងឆ្ងាយយើងចង់ធ្វើអ្វីដែលបំពេញសេចក្តីសុខឲ្យខ្លួនឯងលុះត្រាតែយើងដឹងថាតើគុណតម្លៃយើងនៅកន្លែងណារបស់អ្វីដែលធ្វើឲ្យយើងសប្បាយចិត្តហើយឲ្យយើងពេញចិត្តចាបើសិនជាពីអង់គ្លេសគេហៅថា satisfaction ណាចាបើនេះថាយើងមានសេចក្តីពេញចិត្តចំពោះអ្វីដែលខ្លួនឯងធ្វើដែលទាញត្រឡប់ចំណាប់អារម្មណ៍ចុងក្រោយនេះហើយដែលបន្តថាសូមមានពាក្យ5ផ្ញើមកបន្តិចពីព្រោះអីនៅពេលដែលស្ដាប់អ្នកគ្រូនិយាយចែកម្លែងមិញទៅអូយធំមែនតើអ្នកគ្រូខ្ញុំហៅកន្លែងសង្រួមមកវិញអត់ឃើញទេចឹងមកអ្នកគ្រូមានពាក្យមួយថាបើសិនជាប្អូនចង់មុជឲ្យជ្រៅអូនចង់ទៅឲ្យឆ្ងាយអូនកុំខ្លាចការលំបាកជំរាបសួរនិងសួស្តីដល់ទស្សនិកជនជាទីគោរពនិងជាទីមេត្រីជួបជាមួយនឹងខ្ញុំម្ដងទៀតជាមួយនឹងកម្មវិធី Belty IU Talk New Episode តែម្ដងហើយថ្ងៃនេះគឺថាពិសេសខ្លាំងមែនតើដោយសារកម្មវិធី Belty IU Talk បានអញ្ជើញអ្នកគ្រូដ៏ស្រស់ស្អាតមួយរូបមកចែករំលែកពីគន្លឹះហើយចង់ដឹងថាថ្ងៃនេះអ្នកគ្រូមកចែករំលែកអីគេខ្លះតើឥឡូវយើងទៅជួបអ្នកគ្រូទាំងអស់គ្នាជំរាបសួរអ្នកគ្រូចាជំរាបសួរអ្នកគ្រូអាចណែនាំខ្លួនទៅកាន់ទស្សនិកជនបានណាចាអរគុណជាបឋមសូមគោរពនឹងជំរាបសួរចំពោះវត្តមានរបស់ទស្សនិកជននាងខ្ញុំសាយ៉ាលីនដាបច្ចុប្បន្ននេះគឺជាមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈហើយជាមួយគ្នានេះអ្នកគ្រូក៏ជាសាស្ត្រាចារ្យមួយរូបដែលកំពុងបង្រៀននៅសាកលវិទ្យាល័យ Belty អន្តរជាតិនៅមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិផងដែរអរគុណអ្នកគ្រូហើយចង់សួរអ្នកគ្រូថាអ្នកគ្រូធ្លាប់ឆ្លងកាត់បទពិសោធន៍នៅក្នុងការបញ្ចប់ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យអញ្ចឹងអ្នកគ្រូអាចចែករំលែកបទពិសោធន៍ក៏ដូចជាគន្លឹះបែបណាទៅកាន់បងប្អូនដែលទើបតែចប់ទី12ក្នុងការជ្រើសរើសជំនាញសិក្សាឲ្យត្រូវនៅសាកលវិទ្យាល័យចាសូមអរគុណច្រើនអូនយើងឃើញថាបងប្អូនដែលគាត់ទៅចប់ទី12គាត់ទៅបានបញ្ចប់ហើយទទួលបានលទ្ធផលសាទរហើយក្នុងរង្វង់រយៈពេលនេះមានបងប្អូនសិស្សយើងជាច្រើនដែលគាត់នឹងផ្លាស់ប្ដូរនាមរបស់គាត់ចាកាលមុនគឺគាត់គឺជាសិស្សឥឡូវនេះក្នុងរង្វង់ពេល1ខែកន្លះ2ខែទៅមុខទៀតគឺត្រូវផ្លាស់ប្ដូរហើយទៅជានិស្សិតវិញម្ដងចាប៉ុន្តែមុននឹងការផ្លាស់ប្ដូរហ្នឹងសំណួរសួរថាតើពេលដែលគាត់នៅជាសិស្សដល់ពេលគាត់ចង់ខ្លាយទៅជានិស្សិតថាគាត់ត្រូវជ្រើសរើសមិនឲ្យត្រូវអញ្ចឹងចំពោះគន្លឹះនៃការជ្រើសរើសជំនាញសិក្សានៅកម្រិតឧត្តមសិក្សាដែលត្រូវជាសម្រាប់បទពិសោធន៍អ្នកគ្រូផ្ទាល់ក៏ដូចជាអ្វីដែលអ្នកគ្រូអាចចែករំលែកបានអ្នកគ្រូយកឃើញថាវាមាន3ចំណុចសំខាន់ចំណុចសំខាន់ទី1បងប្អូនគឺគាត់ត្រូវស្គាល់ពីខ្លួនឯងចាអញ្ចឹងពាក្យថាស្គាល់ពីខ្លួនឯងស្គាល់យ៉ាងម៉េចទៅអ្នកគ្រូចាស្គាល់ពីខ្លួនឯងបងត្រូវស្គាល់3ចំណុចនៅក្នុងនឹងទៀតទី1យើងត្រូវស្គាល់ខ្លួនឯងថាតើចំណង់ចំណូលចិត្តយើងគឺជាអ្វីយើងចូលចិត្តចំណុចអីនៅកន្លែងណាចំណុចទី2គឺអូនត្រូវដឹងអំពីគុណតម្លៃរបស់ខ្លួនយើងថាយើងបានន័យថាអ្វីដែលជាចំណុចសំខាន់អ្វីដែលជាតម្លៃចម្បងបំផុតនៅក្នុងជីវិតរបស់យើងហើយនឹងចំណុចទី3គឺយើងត្រូវស្គាល់អំពីឧបនិស្ស័យរបស់ខ្លួនអញ្ចឹងអ្នកគ្រូនឹងចូលទៅរំលេចចំណុចមួយហ្នឹងចាអញ្ចឹងពេលដែលយើងនិយាយអំពីថាការស្គាល់ខ្លួនឯងចំណុចទី1គឺយើងស្គាល់ពីចំណង់ចំណូលចិត្តអាចងាយស្រួលមើលចាវាជាខាងក្រៅបានន័យថាចូលចិត្តធ្វើអីចាចូលចិត្តច្រៀងចូលចិត្តនិយាយចូលចិត្តស្រាវជ្រាវឬក៏ចូលចិត្តគិតចាអ្នកខ្លះចូលចិត្តនិយាយច្រើនចូលចិត្តទំនាក់ទំនងផ្សាយតាក់ទងអ្នកខ្លះទៀតគាត់អត់ចូលចិត្តនិយាយទេគាត់ស្ងាត់គាត់ចូលចិត្តធ្វើអីគិតវិភាគចាចូលចិត្តអានអញ្ចឹងយើងត្រូវដឹងថាចំណង់ចំណូលចិត្តយើងនៅកន្លែងណាហេតុអីបានត្រូវដឹងអាហ្នឹងហើយអាចជាការផ្សារភ្ជាប់មិនទៅជាមួយជំនាញរបស់យើងអ្នកគ្រូអត់តន់ចូលចាំសរុបជាកញ្ចប់ចូលដល់ចំណុចទី2ការដឹងអំពីគុណតម្លៃរបស់ខ្លួនគុណតម្លៃរបស់ខ្លួនឯងនេះគឺសំខាន់ណាស់គុណតម្លៃវាដូចជាគោលការណ៍នៅក្នុងជីវិតចឹងយើងចង់ដឹកនាំជីវិតរបស់យើងឲ្យបានវែងឆ្ងាយយើងចង់ធ្វើអ្វីដែលបំពេញសេចក្តីសុខឲ្យខ្លួនឯងលុះត្រាតែយើងដឹងថាតើគុណតម្លៃយើងនៅកន្លែងណារបស់អ្វីដែលធ្វើឲ្យយើងសប្បាយចិត្តហើយឲ្យយើងពេញចិត្តចាបើសិនជាពីអង់គ្លេសគេហៅថា satisfaction ណាចាបើន័យថាយើងមានសេចក្តីពេញចិត្តចំពោះអ្វីដែលខ្លួនឯងធ្វើអញ្ចឹងបានយើងមានពាក្យភាសាអង់គ្លេសមួយថាកាលណាក្នុងជីវិតយើងយើងធ្វើអ្វីដែលយើងចូលចិត្តទៅយើងអត់មានអារម្មណ៍ថានឿយហត់ទេក្នុងមួយថ្ងៃហ្នឹង when you do something that you love you don't feel tired even a day in your life right ចាអញ្ចឹងការដឹងអំពីគុណតម្លៃនេះវាជាគោលការណ៍
ចាគុណតម្លៃនឹងអីវាជាអាចជាគោលការណ៍មួយដែលវាកំណត់ជីវិតយើងអញ្ចឹងមិនយើងអាចបែងចែកដឹងថាតើខ្ញុំពេលដែលខ្ញុំរៀនទៅខ្ញុំត្រូវឈោងចាប់យករបស់បែបណាខ្ញុំចង់ធ្វើការឲ្យគេខ្ញុំចង់ចេញរកស៊ីខ្លួនឯងខ្ញុំចង់ខ្លាយទៅជាមន្ត្រីរាជការឬក៏ខ្ញុំចង់ទៅធ្វើកិច្ចការងារនៅតាមស្ថានទូតឬក៏ធ្វើការងារនៅក្នុងក្រុមហ៊ុនអន្តរជាតិអញ្ចឹងតើយើងច្បាស់ថាតើជាគុណតម្លៃរបស់យើងស្ថិតនៅកន្លែងណាចាហ្នឹងហើយដល់ពេលចូលដល់ចំណុចទី3ជាឧបនិស្ស័យអញ្ចឹងឧបនិស្ស័យនេះវាជាផ្នែកខាងក្នុងទៅវិញចាវាផ្នែកខាងក្នុងដែលយើងត្រូវការពេលវេលាស្គាល់ខ្លួនឯងឲ្យបានច្បាស់វាលើសតែពីការសកម្មភាពខាងក្រៅដែលយើងចូលចិត្តធ្វើប៉ុន្តែយើងសួរខ្លួនឯងថាតើយើងជានរណាតើតើយើងឆ្លើយសំណួរថាយើងជានរណាឲ្យបានច្បាស់បានយើងដឹងថាអូពេលហ្នឹងខ្ញុំស្គាល់ខ្លួនឯងចានៅពេលដែលស្គាល់ខ្លួនឯងដឹងថាចូលចិត្តធ្វើអ្វីគុណតម្លៃយើងនៅកន្លែងណាបន្ទាប់មកយើងដឹងថាឧបនិស្ស័យយើងនៅត្រង់ចំណុចណាយើងនឹងអាចផ្សារភ្ជាប់ចូលទៅចំណុចទី2ចំណុចធំទី2នោះគឺបងប្អូនគាត់ត្រូវស្គាល់អំពីចាព័ត៌មានការងារអាជីពការងារទៅថ្ងៃអនាគតត្រូវហើយបងចូលរៀនថ្ងៃនេះប៉ុន្តែមិនមែនអូនចូលរៀនថ្ងៃនេះអូនមើលទីផ្សារការងារអូនមើលព័ត៌មានការងារនៅក្នុងថ្ងៃនេះទេអូនត្រូវមើលសម្រាប់4ឆ្នាំទៅមុខ5ឆ្នាំទៅមុខឬក៏បើអ្នកគាត់ហ៊ានឯកទេសពេទ្យគាត់ត្រូវមើលដល់7ឆ្នាំ10ឆ្នាំទៅមុខថាតើក្នុងបរិបទសង្គមរបស់យើងហ្នឹងទីផ្សារការងារបច្ចុប្បន្ននេះវាសម្បូរបែបនៅក្នុងផ្នែកណាហើយផ្នែកហ្នឹងវាអាចជាទុនមួយសម្រាប់នៃការចាប់ផ្ដើមប៉ុន្តែយើងក៏ត្រូវចេះមើលដែរថាសង្គមយើងនឹងវិវត្តទៅដល់ណាអញ្ចឹងអាជីពនឹងការងារនេះអាជីពការងារអាជីពនឹងការងារនេះវាសំខាន់ណាស់ពីព្រោះអីគោលដៅរបស់យើងមិនរៀនចប់មានការងារល្អធ្វើហើយរៀនចប់ទៅអាចចេញរកស៊ីបានរៀនចប់ទៅអាចរកមុខរបរមួយដែលច្បាស់លាស់សម្រាប់ជីវិតអញ្ចឹងនៅពេលដែលប្អូនចង់ចាប់ផ្ដើមរបស់ខ្លួនឯងអ្វីដែលខ្លួនឯងស្រឡាញ់យើងត្រូវផ្សារភ្ជាប់ជាមួយនឹងអ្វីដែលជាធនធានដែលមានកំពុងតែមាននៅក្នុងទីផ្សារការងាររបស់យើងអញ្ចឹងនៅពេលដែលយើងដឹងអំពីព័ត៌មានទាំងអស់នោះហើយវាអាចជាចំណែកមួយមកជួយឲ្យយើងនឹងសម្រួចមុខវិជ្ជាដែលយើងរៀននឹងកាន់តែច្បាស់ទៀតអញ្ចឹងអ្នកគ្រូចង់កន្លែងនេះក៏ចង់ផ្សារភ្ជាប់ដែរថាយើងមើលអំពីការវិវត្តរបស់សង្គមរបស់យើងថាអ្នកគ្រូខ្ញុំចង់ដឹងអំពីទីផ្សារការងារខ្ញុំត្រូវធ្វើម៉េចបានខ្ញុំអាចមើលដឹងថាអូខ្ញុំទៅចប់ថ្នាក់ទី12ហ្នឹងអ្នកគ្រូឲ្យខ្ញុំទៅមើលដល់អាជីពផងទៅមើលការងារផងទៅមើលទីផ្សារការងារផងសួរពាក្យហ្នឹងបងអូនអត់តន់ស្គាល់ផងអញ្ចឹងណាអញ្ចឹងអ្នកគ្រូយើងត្រូវធ្វើម៉េចតាមពិតអត់ពិបាកទេយើងត្រូវមើលថាតើសង្គមយើងបច្ចុប្បន្ននេះយើងរីកចម្រើនបានកម្រិតណាហើយយើងកំពុងឈរនៅកន្លែងណាថាតើក្នុងរង្វង់ពេលថ្មីនេះយើងមានទទួលបានសមិទ្ធផលអីថ្មីដែលអាចដល់ជាឱកាសឬក៏គេហៅថាកាលានុវត្តភាពសង្គមអីថ្មីសម្រាប់យើងទៅអនាគតអត់អញ្ចឹងយើងផ្សារភ្ជាប់ត្រឡប់មកវិញថាហេតុអីបានពេលអូនរៀនចំណៃបូមីសំទោសបូមីកាពេលរៀនក៏មានវិទ្យាសាស្ត្រពិតវិទ្យាសាស្ត្រសង្គមហើយដែរមិនអញ្ចឹងទេអញ្ចឹងបងប្អូនឥឡូវអាចសួរបានថាចេះអ្នកគ្រូពួកខ្ញុំរៀនវិទ្យាសាស្ត្រពិតវិទ្យាសាស្ត្រសង្គមហ្នឹងណាតើវាជួយអីគេខ្លះសម្រាប់ការសម្រេចនឹងវាផ្សារភ្ជាប់គ្នាអូននៅក្នុងពេលបច្ចុប្បន្ននេះនៅពេលដែលយើងឃើញថាសេដ្ឋកិច្ចយើងកំពុងដើរដល់កម្រិតនេះសង្គមយើងមានការវិវត្តដល់កម្រិតនេះក្នុងជំនាញអ្វីខ្លះដែលជាតម្រូវការនៅក្នុងពេលបច្ចុប្បន្ននិងទៅអនាគតប្រមុខរាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រសួងការងារទីភ្នាក់ងារជាតិមុខរបរនិងការងារគាត់ផ្ដល់ព័ត៌មានឲ្យយើងរហូតអញ្ចឹងយើងត្រូវចេះផ្សារភ្ជាប់ជាមួយព័ត៌មានទាំងអស់ហ្នឹងដើម្បីយើងយកវាជាមូលដ្ឋានមកជួយសម្រួចបន្ថែមទៀតថាតើនេះខ្ញុំស្រឡាញ់ខ្ញុំចូលចិត្តនេះហើយខ្ញុំស្រឡាញ់កន្លែងនេះហើយប៉ុន្តែអានឹងវាអាចផ្ដល់ឱកាសឲ្យខ្ញុំសម្រាប់ទៅថ្ងៃមុខបានអត់វាបស៊ីគ្នាកម្រិតប៉ុណ្ណាអញ្ចឹងវាជួយតម្រង់ទិសវាជួយសម្រួចយើងហើយវាផ្សារភ្ជាប់ជាមួយនឹងមុខវិជ្ជាដែលយើងរៀនផងដែរហេតុអីបានត្រូវជ្រើសរើសរវាងវិទ្យាសាស្ត្រពិតនិងវិទ្យាសាស្ត្រសង្គមព្រោះគេមានតម្រង់ទិសហើយអញ្ចឹងអ្នកគ្រូលើកជាក់ស្ដែងឧទាហរណ៍ដូចនៅសាកលវិទ្យាល័យបែធីយើងអញ្ចឹងយើងមានមហាវិទ្យាល័យរហូតដល់ទៅ13មហាវិទ្យាល័យចាមានទាំងជំនាញជាលក្ខណៈឯកទេសដូចជាធនាគារហិរញ្ញវត្ថុអប់រំបដិសណ្ឋាកិច្ចហើយក៏មានជំនាញបច្ចេកទេសដូចអូនរៀនអញ្ចឹង IT ចាយើងមានវិស្វករយើងមានខាងស្ថាបត្យករអញ្ចឹងទៅក៏មានមុខជំនាញខាងផ្នែកជាវិទ្យាសាស្ត្រសង្គមដូចអ្នកគ្រូបរិញ្ញាអញ្ចឹងតំណងអន្តរជាតិខាងផ្នែកអប់រំផ្សេងឡាក់នឹងឡាក់អញ្ចឹងហេតុអីក៏វិសាលភាពត្រូវមានជំរើសច្រើនអញ្ចឹងម៉េចដោយសារអូនផ្សារភ្ជាប់កាលណាអូនមក
miên ban này ta chấm nét đằng dương vô máu cứ nơi không bị chia sẻ bất giống bà con nè dương bà hai chia ở tờ họ khang chùm niên và chạy cái té bà hai chị ai nâng thử chiềng cha đôi chị ai thi đôi chị vì vợ co sắp bà chị coi chẳng á cha chị mụ chia hay chia chị ai cái té chia chùm niên muối đai miên ca lực特chất pi một ra thay bị ba tiền cha lực thực chất ở tiền nói chơn dương thời ca này chùm niên đài khi ta chùm niên cầm đậm là chống mà chùm niên bùa đâm bởi dương anh mình sẽ mặt tiếp tục cuộc bạch chàng bàn cha đập pe chia xa sống cốm dương anh mình một chùm niên xem tiết đại xong sọp nâng không cả lại nâng cha của thì họ này khá tha ấy này cú nhung ở bạc cái anh giấy hay nhung cho chặt an điện hãy đưa hiện chắp ở đó mê tivi cha chắc ai điên chùm niên cho bạn nhưng mà bị chia xa sống cốm mà đo trăng chùm nói ní nè cú trăng xong cú bạch chẹt tịch tha phải chỉ miền bồn khác còn lụi chừng thành chế cho nên cô bà sinh chia ở lời ní nhung hiền chia xa sống cồm thì bắt tay nhung đôi chia chắp ở đó chùm niên bà chạy cái tê ban ở ban đôi kia chả ban đôi kia còn ta tha p đại bồn sầm lại tha tơi chùm niên ai cái tết đại vía miền cam plap đô pi vậy để dương hiền dần xong mà pi khang mà chung sắc xa pi chia lại bao dương đó phải chỉ ôn ai thử phẳng và thay copy kê để kê miên cực hai sáng tịch chẳng á chả nâng ấy bắt tay nơi ban nơi kia còn là tha bà sân chếp ôn tầm răng tức ở shop cho mùi nâng ở vậy để dựng ban chưa pi hàng đào hái ôn được ban tu trai plei luôn anh mà chúng hiền chẳng nâng mơ kênh tha pe đẹp ôn mà hiền nơi score chia lấy ôn chập ban chừng ôn chập ban chiếng ôn mi ca vì vọt nó không ca hiền sâu chiếng hay ôn sờ lạnh bên chất chấm bùa vậy đấy luôn anh riêng nấng có chiêng này chả cha này cô nhung trăng xu môi để xa tại nhung có thọp chụp nó rắm nặng để cô xa có tha bây đây thiền chùm nín thở hiểu chùm nín nát để miên tiếp xá hay học ban phẹ khai trờn bàn tay nhung slang nhàn nì nhung slang chùm nín xanh tiền chẳng chẳng anh ạ cô phát đo chị advice tha ta sợ nỉ sật cô chưa rơ chùm nín tam chùm nóng chùm nấu chất bỏ quát rư có chưa rơ tam chùm nín tiếp xa để cái tha chùm nín tam tiếp xa nó cái thơ ca trờn cái họ lôi ban trờn cho cái này chà con tràn sum nô ní tu ban tràn chà là hốt đó là nên khu chăm bán cà phê năm tới á ôn đi bẹt dương khang là bẹt thì ăn rạ chiết quạt bạc cột đôi chiều mà mình chung tivi chung tịch bảy có cái bất thiên nó bắt nâng món cái số thà tá cô chứ đó chip tơ tam tivi xa càng nghe rồi còn tơ tam sẽ cái đấy sẽ lạnh mất luôn ai chẳng nè cô ốp con mẹ sầm nô ní nè cô cái thai chia sầm nô là bị phụ ấy dương bắt chỉ miếng càng ngưng chẳng mền chẳng nè cô đại nè cô chia chấm nào ở nè cô cứ chẳng ai ôn chập ở đó chấm nội mui tha ở với cột giang cả đói vì chập đang bị dương luôn ai lô tra tại dương chập ba chà lô tra tại dương chập ba chẳng nó bé đã chấm nói tập tới chấm nói tim mui này nè cô lực lang mau bánh tha xong ai ôn score luôn ai bàn chập ba tam dạ cái score chấm nóng chấm mô chất con đầm lái ốp bạn đi sai bóc luôn nấng bé để dương score luôn ai nấng tình tâm đừng nấng dương có tới từ tua ca bạc sai dục bó bây giờ bông đái bị bông ổn bị ông bu mình dương nơi tại ở châu tư vơ cam mơ tam ở media cha social media mình đang sòng công bao dương ca sẽ làm một pi mật phẹ bần tái nếu bé để ôn từ tua po miền tầng ở nút xong ai po miền tầng ở nút cứ châu mắc nông niêm chỉ ca bạc xa mình men chỉ cả ta cầm nọt nơi nông ca sầm rải chật rồi bọc ổn bị phụ ấy ca sầm rải chật dương thở tại chật ba lo luôn ai cùng vậy tha nhung châu hiền nên để xa ba mạng nhung xả lạnh nhung châu hiền nên để xa phe nhung mì hiền nên trốn nhung bọn chẳng ai cao ấy bàn tay đó bé bọc ôn hiền cao chè và đại mũi kê bán ở đây gì cho bọc ôn riêng ở cản ôn tùm lẹ bẹ cả đá tì sầm núi số tha ta đo bé đo chấm nội nú ôn từ bật tộc bà mẹ ôn từ bật tộc mật phe rồi có bật tộc nè cứ dương miên tại dương luôn ai nhỉ p vật lý của dương luôn ai trên nẹt hạt bòn đài chẳng chỉ ca phải chặt tao mà vẫn cứ tha ôn score luôn anh ban cho bác tình tân nâng cứ từ tua po miền chỉ ca bác sai cho ba dương nơi ta thở ca bác sai tẹt tông chứ bụi dương mà nè dương anh miền po miền nó không đầy ỏi chả dương nơi thở ca đằng vì nè là tây chứ bác tái xong ai po miền nút vô máu chỉ ca bác xá chỉ ca tăng khai chỉ ca cứu tha ở vậy để khi nhung sờ lạnh chứ môi nâng ở vậy đại nhung po miền nhung từ tụ ban ở vậy để có tranh lệ máu nữa ạ mơ tới vi miền ca thằng thay kia nâng mạch đài
ជួនកាលខ្ញុំចង់ខ្លាំងទាំងដែលខ្ញុំអត់ដឹងថាស្ថានភាពជាក់ស្ដែងវាមិនអាហ្នឹងក៏អូនចង់ទៅតែឯងដែរប៉ុន្តែពេលខ្លះទៀតបើសិនជាគាត់មានអ្នកណាម្នាក់ចង់ឲ្យយើងធ្វើអ្វីមួយទាំងដែលយើងខ្លួនឯងយើងដឹងថាខ្ញុំអត់មានលទ្ធភាពខ្ញុំអត់មានសេចក្តីស្រឡាញ់អត់មានបនិស្ស័យខាងហ្នឹងទេអញ្ចឹងទៅបខំខ្លួនឯងធ្វើអីទៅធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ទៅចាអញ្ចឹងបានយើងឃើញថាយើងលើកទឹកចិត្តឲ្យយុវជនឥឡូវគឺគាត់សាកអ្វីដែលថ្មីអញ្ចឹងណាអាចរៀនមុខវិជ្ជាណាដែលខ្លួនឯងស្រឡាញ់ពេញចិត្តអញ្ចឹងនៅពេលដែលយើងរៀនទៅរៀនកើតមិនកើតអីយើងមានតែខ្លួនឯងជាអ្នកទទួលខុសត្រូវដល់ចំណុចហ្នឹងហើយ you only have yourself to blame or you only have yourself to appreciate គឺយើងខ្លួនឯងអញ្ចឹងយើងរៀនទទួលក្តាប់បានន័យថាយើងធ្វើជាម្ចាស់នៃជីវិតរបស់យើងតាំងពីដំណាក់កាលនេះទៅមិនបាច់រងចាំពេលណាទៀតទេចាប់ផ្ដើមពីនឹងទៅចាអរគុណអ្នកគ្រូអរគុណសំណួរមួយទៀតចង់សួរអ្នកគ្រូថានៅពេលដែលខ្ញុំរៀននៅវិទ្យាល័យការរៀនផ្សេងតែពេលមកដល់សាកលផ្សេងតែពេលដែលមកដល់សាកលហើយនៅមានអារម្មណ៍ថាខ្លួនឯងនៅរៀនវិទ្យាល័យដូចអត់តន់ស៊ាំនឹងការរៀននៅសាកលចឹងអ្នកគ្រូថាអ្នកគ្រូមាន advice មិនថាធ្វើមិនដើម្បីកែប្រែខ្លួនពីសិស្សទៅនិស្សិតចឹងណាកុំឲ្យនៅជាសិស្សដដែលចឹងណាអ្នកគ្រូចាអរគុណច្រើនអរគុណអ្នកគ្រូក៏ថាចំណុចនេះវាជាកលឹះបន្តិចបន្តួចទេប៉ុន្តែជឿជាក់ថាអាចនឹងជួយបងប្អូនបានសំណួរនេះគឺជាសំណួរល្អពីព្រោះអ្នកគ្រូគឺមានបទពិសោធន៍នៅក្នុងការបង្រៀនខ្លួនឯងកាលពីដើមកាលពីឆ្នាំទៅចាចុងឆ្នាំទៅពេលដែលបងប្អូនទី12គាត់ទៅចប់គាត់ចូលសាកលវិទ្យាល័យពេលដែលបង្រៀននៅក្នុងថ្នាក់អ្នកគ្រូសង្កេតមើលឃើញហ្មងថា1ខែ2ខែ3ខែមានបងអូនមួយចំនួនតូចគាត់នៅអត់តន់បស្រាំខ្លួនបានណាហើយអ្នកគ្រូចេះនឹកឃើញឆ្ងល់ថាមិនចឹងដូចមានអារម្មណ៍ថាគាត់ដូចចែកអត់តន់ដាច់ថាអារម្មណ៍នៅវិទ្យាល័យហើយនឹងអារម្មណ៍នៅសាកលវិទ្យាល័យអញ្ចឹងណាអញ្ចឹងអ្នកគ្រូមានអាចមានចំណុចកន្លឹះមួយចំនួនអាច3-4ចំណុចអាចចែកចំណុចទី1ដែលបងប្អូនគាត់ត្រូវដឹងគឺនៅពេលដែលបងប្អូនប្រឡងចាប់ទី12បងប្អូនដឹងលទ្ធផលបងប្អូនចាប់ផ្ដើមដើរប្រមូលព័ត៌មានគឺសុំអូនទៅដល់សាកលវិទ្យាល័យដែលអូនចង់ទៅផ្ទាល់ចាចង់ដឹងព័ត៌មាននៅសាកលវិទ្យាល័យរដ្ឋឬក៏ឯកជនណាគឺអូនទៅដល់ផ្ទាល់ខ្លួនឯងហើយពេលដែលអូនទៅសួរព័ត៌មាននៅទីតាំងផ្ទាល់នោះអូនមិនមែនទៅស្គាល់តែសាលាថាអូសាលានៅហ្នឹងចាអត់ទេចូលទៅក្នុងសាលាលុកលុយសាលាផងចានឹងហើយយើងប្រើពាក្យលុកលុយអញ្ចឹងហ្មងអញ្ចឹងនេះគ្រូលើកឧទាហរណ៍ដូចនៅខាងសាកលវិទ្យាល័យបេធីអន្តរជាតិយើងពេលបងប្អូនគាត់មកសួរព័ត៌មានណាពេលដែលសួរហើយយើងសួរគាត់ទៀតថាបងអូនចង់អញ្ជើញទៅលើដើម្បីមើលបរិក្ខារមើលទីធ្លាថ្នាក់អត់ចង់ដឹងថាមហាវិទ្យាល័យនៅជាន់ណាអត់អញ្ចឹងយើងជូនគាត់ទៅមើលគាត់មើលអញ្ចឹងគាត់បានន័យថាទីតាំងដែលគាត់ទៅដល់នោះគាត់មិនមែនស្គាល់ថាសាកលវិទ្យាល័យទីតាំងនៅហ្នឹងទេប៉ុន្តែគាត់បានមើលឃើញអំពីការរៀបចំនៅជុំវិញសាលានឹងកង់ទីននៅកន្លែងណាបន្ទប់ទឹកនៅកន្លែងណាចដើរយន្តឡើងតាមណាខ្ញុំឡើងទៅជាន់ណាដែលជាជាន់នៃសាកលវិទ្យាមហាវិទ្យាល័យដែលខ្ញុំត្រូវរៀនចាអញ្ចឹងគាត់ស្គាល់តាំងពីបន្ទប់គាត់ដើរដល់បន្ទប់ទៀតអ្នកខ្លះចឹងល្អមែនតើពួកអីយើងស្គាល់កាលណាយើងស្គាល់អញ្ចឹងវាកាត់អារម្មណ៍ភ័យខ្លាចនៅពេលដែលយើងចាប់ផ្ដើមដំបូងអានឹងជួយច្រើនមែនតើចំណុចទី2គឺសូមឲ្យបងប្អូនទាំងអស់ច្បាស់លាស់ជាមួយនឹងការបច្ឆេទសាលាចូលរៀនថ្ងៃណាបងលុយថ្ងៃណាបិទការបងលុយថ្ងៃណាបើកបវេសនការថ្ងៃណាយើងត្រូវតែច្បាស់ចាយើងត្រូវតែច្បាស់ពួកអីតាកាលណាយើងយឺតធម្មតាការបងសាលាបើសាកលវិទ្យាល័យរដ្ឋតាផុតថ្ងៃបងគឺអត់បានចូលរៀនទេចាបើសាកលវិទ្យាល័យឯកជនផុតថ្ងៃទៅវាអាចនឹងថាចាបាត់បង់អាហារូបករណ៍ឬក៏ត្រូវបង់បន្ថែមអីបន្តិចបន្តួចទៅតាមតម្លៃរដ្ឋបាលផ្សេងអាហ្នឹងគឺជាទូទៅឯងអញ្ចឹងយើងត្រូវតែច្បាស់ទៅលើការបច្ឆេទទាំង3ហ្នឹងចាយើងដាក់ពាក្យពេលណាបងលុយចូលរៀនពេលណាបិទពេលណាហើយយើងចាប់តាមបវិស្នការថ្មីពេលណាចំណុចទី3ដែលបងប្អូនគាត់ត្រូវត្រៀមគឺសម្ភារៈចាសម្ភារៈតាំងពីសម្លៀកបំពាក់ខោអាវសំពត់ខោកតាបចាមានបងប្អូនមួយចំនួនដែលគាត់ជ្រើសរើសមុខវិជ្ជាបច្ចេកទេសឬឯកទេសមួយចំនួនគាត់ត្រូវការសម្ភារៈដូចជា laptop អីហ្នឹងតាំងពីដំបូងទៅតែម្ដងចាអញ្ចឹងយើងរៀបចំចំណាយពេលរៀបចំសម្ភារៈហ្នឹងឲ្យហើយយើងត្រូវដឹងថាតើសាកលវិទ្យាល័យដែលយើងរៀននេះគាត់មានឯកសណ្ឋានប្រើប្រាស់ឯកសណ្ឋានឬក៏សាកលវិទ្យាល័យមួយចំនួនគាត់ឯកជនអញ្ចឹងដូចថាគុណសិស្សគាត់ស្លៀកពាក់ធម្មតាសមរម្យអញ្ចឹងណាអញ្ចឹងអា dress code អាការរៀបចំទាំងអស់ហ្នឹងវាជួយយើងមកផ្នែកទៀតឲ្យយើងកាន់តែត្រៀមខ្លួនរួចជាស្រេចនៅក្នុងការផ្លាស់ប្ដូរនាមរបស់យើងពីសិស្ស
ទៅជានិស្សិតចាហើយនឹងចំណុចទី4ចុងក្រោយគឺការចាប់ផ្ដើមនៅក្នុងសប្តាហ៍ដំបូងនៃថ្នាក់សិក្សាបងប្អូនមួយចំនួនគាត់មើលរំលងគាត់មើលឃើញថាអូយមកទឹកដំបូងទៅគាត់ណាស្គាល់គ្រូបើនិយាយខ្លីយើងណាចាគាត់ទៅស្គាល់គ្រូដឹងរៀនមុខវិជ្ជាអីគេខ្លះជួបជាមួយនឹងព្រឹទ្ធបរិះរងឬក៏ជួបជាមួយនឹងខាងផ្សេងអញ្ចឹងណាប៉ុន្តែបងភ្លេចកថានៅក្នុងសប្តាហ៍ដំបូងនេះហើយដែលជាសប្តាហ៍ដែលសាស្ត្រាចារ្យគាត់នឹងចូលមកធ្វើការបង្ហាញបងថានៅក្នុងឆមាសនេះបងនឹងរៀនប្រមាណមុខវិជ្ជាបងនឹងរៀនមុខវិជ្ជាអីគេខ្លះក្នុងមុខវិជ្ជាមួយដែលសាស្ត្រាចារ្យជំនាញឯកទេសដែលគាត់មកបង្រៀនយើងណាគាត់នឹងប្រាប់យើងចាំតែម្ដងក្នុងមុខវិជ្ជានេះបងរៀនជាមួយលោកគ្រូអ្នកគ្រូរយៈពេលប៉ុណ្ណេះយើងត្រូវឆ្លងកាត់ការវិតម្លៃការសិក្សាប៉ុណ្ណេះបានន័យថាមេរៀនចាចំនួនមេរៀនខ្លឹមសារមេរៀនជាគោលដែលយើងនឹងត្រូវជួបគ្នារយៈពេលមួយឆមាសនេះគឺនៅកន្លែងណាអញ្ចឹងសម្រាប់សាកលវិទ្យាល័យបែបទីរបស់យើងគឺក្នុងសប្តាហ៍ដំបូងហ្នឹងគឺសំខាន់តែម្ដងពួកអីសាស្ត្រាចារ្យគាត់ចូលទៅគឺគាត់បង្ហាញព័ត៌មានទាំងអស់ហ្នឹងហើយអាហ្នឹងឯងគឺជាត្រីវិស័យសម្រាប់ឲ្យបងនឹងដឹងថាអូចាប់ផ្ដើមហើយនេះពេលនេះគឺត្រូវមានការប្រឡងនៅពេលនេះក្នុងការវិតម្លៃការសិក្សានៅកម្រិតសាកលវិទ្យាល័យហ្នឹងគឺគេមានចំណុចនៃការដាក់បន្ទុកហ្នឹងផ្សេងដល់ឡែកអត់ដូចយើងរៀនទី12ទេស្គាល់ចាប់ផ្ដើមស្គាល់ហើយអីទៅអីគេសិក្សាស្រាវជ្រាវកិច្ចការស្រាវជ្រាវ assignment ចាស្គាល់ពាក្យថាធ្វើការងារជាក្រុម group work ចាស្គាល់ពាក្យថាស្រាវជ្រាវបន្ថែមចាតែស្រាវជ្រាវបងប្អូនគាត់មិនសូវអីទេឥឡូវនៅវិទ្យាល័យក៏គាត់ស្រាវជ្រាវច្រើនដែរប៉ុន្តែវាមានរបស់ថ្មីហើយនៅសប្តាហ៍ដំបូងហ្នឹងឯងដែលវាជាមូលដ្ឋានធ្វើឲ្យយើងដឹងថាតើក្នុងមួយឆមាសហ្នឹងមានការរងចាំអ្វីខ្លះជា expectation ណាមានការរងចាំអ្វីខ្លះសម្រាប់យើងចានឹងឯងអញ្ចឹងអ្នកគ្រូគាត់ថា4ចំណុចហ្នឹងដែលវានឹងជួយច្រើនមែនតើមិនថាបងអូនទៅកន្លែងណាបងអូនត្រៀមឲ្យបាន4ចំណុចហ្នឹងគឺអ្នកគ្រូអាចនិយាយបានថាមិនលើសពី1ខែគឺយើងអាចធ្វើការផ្លាស់ប្ដូរយើងអាចបន្ស៊ាំផ្លូវអារម្មណ៍យើងឲ្យទម្លាប់របស់យើងហ្នឹងក៏យើងលែងសូវមានអារម្មណ៍ថាអូយខុសឆ្ងាយពីមុនហើយបានអាចញែកគ្នាដាច់យីចាគ្រូបើថាការខ្ញុំវិញការពីទី12មកសកលឌិចនៅរៀងក្មេងលែកឡក់ដែររៀងយូរដែរបានមិនសាំចឹងដែរចាមានសំណួរសួររៀងច្រើនដែរពីនិស្សិតដែលគាត់ចង់សួរថានៅពេលដែលគាត់សិក្សាជំនាញនៅក្នុងសាកលវិទ្យាល័យរយៈពេលឆ្នាំទី1ទី2ទី3ពេលខ្លះចប់ឆ្នាំទី4ហើយប៉ុន្តែគាត់អត់ទាន់ទទួលបានការងារតើមកពីមូលហេតុអីហើយគាត់ត្រូវធ្វើបែបណាបន្តទៀតចាអរគុណមុននឹងឆ្លើយទៅនឹងសំណួរនេះអ្នកគ្រូចង់បកភ្ជាប់ទៅជាមួយសំណួរទី1បន្តិចមិញកន្លែងថាបញ្យលខ្លឹមសារច្រើនពេកទៅភ្លេចចំណុចទី3ក្នុងសំណួរទី1ថាតើនៅពេលដែលយើងជ្រើសរើសយកមុខជំនាញហ្នឹងណាមិញនេះអ្នកគ្រូនិយាយអំពីការស្គាល់ខ្លួនឯងការស្គាល់អំពីព័ត៌មានទីផ្សារការងារជាមួយនឹងអាជីពការងារឯងខ្វះមួយទៀតគឺបងប្អូនគឺគាត់ត្រូវស្គាល់អំពីព័ត៌មាននិន្នាការសកលលោកថាអ្នកគ្រូចូលគ្រាន់តែខ្ញុំរើមុខវិជ្ជាមួយសោះក៏ទៅឆ្ងាយមែនដល់ស្គាល់ពិភពលោកអីទៀតណាឮមកដូចរៀងថាអូយកាន់តែគិតច្រើនទៅធំទៅហើយកុំតាន់អាបារម្ភអ្នកគ្រូមានចំណុចនៃការផ្សារភ្ជាប់ហេតុអីបានយើងត្រូវដឹងអំពីព័ត៌មានអំពីនិន្នាការពិភពលោកយើងដឹងនេះយើងមិនមែនទៅប្រមាលមើលថាអូ5ឆ្នាំទៀតពិភពលោកនឹងប្រែទៅជាអីទេយើងមើលនិន្នាការនេះយើងមើលថាតើពិភពលោកសកលលោកយើងទាំងមូលហ្នឹងកំពុងវិវត្តឆ្ពោះទៅរកអីចាឥឡូវយើងដឹងហើយគ្រប់គ្នាគឺគេនិយាយអំពី AI technology អ្វីគ្រប់យ៉ាងគឺយើងនិយាយចាប់តាម digital ចាហើយគឺយើងនិយាយពី digital អញ្ចឹងបងអូននឹងត្រូវដឹងថាមិនថាបងអូនរៀនមុខវិជ្ជាអ្វីទេបងអូនគឺត្រូវតែមានសមត្ថភាពមួយនៅក្នុងការផ្សារភ្ជាប់ជាមួយនឹងជំនាញ digital ចាអញ្ចឹងបានយើងឃើញថានៅតាមគ្រឹះស្ថានសិក្សាយើងឥឡូវនៅកន្លែងណាក៏ដោយគឺត្រូវមានគេហៅថា computer lab ចាកន្លែងទីតាំងដែលមានកុំព្យូទ័រគឺឲ្យសិស្សនិស្សិតរបស់យើងគឺគាត់បានទៅអនុវត្តឲ្យផ្ទាល់ចាប់ដើមផ្សារភ្ជាប់ជាមួយនឹងការស្រាវជ្រាវការប្រើប្រាស់នៅរបរឬក៏គេហៅថាសម្ភារៈបច្ចេកទេសទាំងអស់ហ្នឹងផ្សារភ្ជាប់ជាមួយនឹងអា digital ទាំងអស់ហ្នឹងអាហ្នឹងគាត់ទៅជាការចាប់ដើមមួយចំណុចទី2ដែលយើងដឹងអំពីនិន្នាការពិភពលោកនោះគឺវាត្រង់ចំណុចមួយថាមិនថាអូនរៀនបកែប៉ុណ្ណាអ្វីដែលអូនមិនអាចចោលបានគឺជំនាញទុនចាយើងនិយាយអំពីចំណុចទី1ចំណុចទី2និយាយពីការជ្រើសរើសមុខវិជ្ជា
យើងនិយាយអំពីអាជីពការងារយើងកំណត់អំពីឯកទេសដែលយើងនឹងត្រូវហ៊ានបានន័យថាសញ្ញាបត្រណាអូនចង់ហ៊ានសញ្ញាបត្រអីអូនជ្រើសរើសទៅតាមនឹងប៉ុន្តែផ្សារភ្ជាប់ជាមួយនឹងជាទស្សនវិជ្ជាជារួមនៃសមត្ថភាពរបស់យើងគឺគេត្រូវការជំនាញទុនក្រៅពីជំនាញឯកទេសដែលយើងមាននៅជាប់ខ្លួននឹងដែរទោះអូនជាវិស្វករក៏ដោយអូនជាខាង IT ក៏ដោយអូនធ្វើជា accountant ក៏ដោយអូនត្រូវចេះភាសាអង់គ្លេសភាសាចិនភាសាជប៉ុនអាហ្នឹងដែលជាចំណាប់អារម្មណ៍មួយនេះគ្រូលើកឡើងមកមិញថាយើងមាន13មហាវិទ្យាល័យហ្នឹងចាឥឡូវយើងមានមហាវិទ្យាល័យទី13ថ្មីហ្នឹងគឺមហាវិទ្យាល័យភាសាចិនហ្នឹងតែម្ដងចារៀនទៅគឺយើងអាចរៀនបើសិនជាយើងដឹងថាយើងចាប់អារម្មណ៍ជាមួយនឹងភាសាចង់ចេះភាសាមួយឲ្យឆ្អិនយើងជ្រើសរើសបញ្ញាបត្រជាភាសាហ្នឹងតែម្ដងទៅបញ្ញាបត្រភាសាចិនយើងរៀននៅនឹងឲ្យឆ្អិនសម្រាប់នេះហ្នឹងយើងបុកសម្រុកទៅរកទីផ្សារការងារដែលប្រើប្រាស់ជាភាសាចិនតែម្ដងចាអញ្ចឹងអាហ្នឹងគឺវាផ្សារភ្ជាប់ជាមួយនឹងជំនាញទុនដែលយើងត្រូវបំពាក់បន្ថែមការដោះស្រាយបញ្ហាការស្រាវជ្រាវការធ្វើការជាក្រុមជំនាញសតវត្សទី21អាហ្នឹងគឺគេបានចុចចំណុចសំខាន់8មុខជំនាញអ្វីខ្លះហើយអាចរកព័ត៌មាននឹងបានយើងធ្វើការបដោះនៅពេលដែលយើងរៀននៅក្នុងថ្នាក់យើងរៀនបានបែបនេះហើយយើងទទួលបានជំនាញពិតមួយហើយយើងមានជំនាញទុនហើយយើងបន្ថែមជាមួយនឹងសមត្ថភាពភាសានៅពេលនោះហើយដែលបងអូនមានសមត្ថភាពនៅក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារការងារអាហ្នឹងវាឆ្លើយតបមួយសំណួរដែលបងមីពងសួរអ្នកគ្រូមិញហើយថាអ្នកគ្រូមិនហេតុអីក៏ខ្ញុំរៀនដល់ឆ្នាំទី2ទី3ទី4ឬក៏បញ្ចប់ការសិក្សាហើយខ្ញុំនៅតែមានការលំបាកនៅក្នុងការស្វែងរកការងារធ្វើដោយសារពេលខ្លះអូនមានចំណុចមួយអូនខ្វះមួយអូនមានជំនាញប៉ាត់អូនមានភាសាប៉ុន្តែអូនអត់ធ្លាប់មានបទពិសោធន៍អូនអត់ធ្លាប់មានជំនាញទុននៅក្នុងការធ្វើការឬក៏យើងអត់ធ្លាប់ទៅការងារស្ម័គ្រចិត្តឬក៏ធ្វើអីក្រៅតែពីការរៀនសូត្ររបស់យើងដែលធ្វើយើងឲ្យខ្វះមួយផ្នែកហ្នឹងឬក៏អូនមានជំនាញហើយអូនមានជំនាញទុនអូនអាចធ្វើការជាមួយគ្នាបានហើយប៉ុន្តែអូនចង់ហក់ទៅធ្វើការនៅក្រុមហ៊ុនដែលល្អជាមួយនឹងក្រុមហ៊ុនអន្តរជាតិបរទេសយើងដឹងថាគេតម្រូវការភាសាតាធំគេត្រូវការសមត្ថភាពយើងខ្ពស់ជាពិសេសគឺត្រង់ចំណុចនៃភាសានឹងឯងអញ្ចឹងចំណុចហ្នឹងដែលអ្នកគ្រូចង់ទាញចំណាប់អារម្មណ៍មកបន្តិចដែលជាអ្នកគ្រូអាចនិយាយថាគឺជាចំណុចពិសេសរបស់សាកលវិទ្យាល័យបែធីអន្តរជាតិរបស់យើងគឺនៅពេលដែលបងប្អូនគាត់រៀននៅក្នុងថ្នាក់គាត់សិក្សានៅក្នុងថ្នាក់នៅលើជំនាញឯកទេសរបស់គាត់ហើយនៅទីនេះគឺយើងមានគេហៅថាការវឹកហាត់ការងារនៅចុងឆមាសហើយវឹកហាត់ការងារនេះខុសពីសាកលវិទ្យាល័យមួយចំនួនតើតាយើងទៅចុងចាឆ្នាំទី4ឆមាសទី2ឆ្នាំទី4នេះបាទនេះនៅសាកលវិទ្យាល័យបែធីគឺយើងមានការចុះវឹកហាត់ការងាររៀងរាល់ឆមាសដែលបងអូនរៀនដែលយើងហៅថា practical training ចា practical training អញ្ចឹងមានរាល់អញ្ចឹងបើសិនជាប្អូនកំពុងតែរៀននៅក្នុងថ្នាក់ប្អូនបានទ្រឹស្ដីឆមាសនេះអញ្ចឹងសាលានឹងរៀបចំនៅសកម្មភាពការចុះទៅទីតាំងនៃការអនុវត្តការងារផ្ទាល់ដែលនៅក្នុងខ្លឹមសារដែលប្រហាក់ប្រហែលហ្នឹងបើប្អូនរៀនខាងជំនាញពាណិជ្ជកម្មនាំប្អូនទៅដល់ក្រុមហ៊ុនមួយដែលយើងមើលអំពីការ operate ពាណិជ្ជកម្មការបើកអាជីវកម្មរបស់ស៊ីរបស់គាត់យើងមើលអំពីប្រព័ន្ធនៃការគ្រប់គ្រងថាតើការរៀបចំក្រុមហ៊ុនមួយដំណើរការក្រុមហ៊ុនមួយវាមានរូបភាពម៉េចដោយបងប្អូនដែលរៀនតំណែងអន្តរជាតិថ្មីនេះកាលពីថ្ងៃទី24ចាម្សិលមិញចាព្រឹកម្សិលមិញតែម្ដងបងប្អូនបានទៅស្ថានទូតអូស្ត្រាលីចាអញ្ចឹងគឺយើងបានទៅឃើញនៅបទពិសោធន៍ការងារជាក់ស្ដែងយើងសួរជាមួយនឹងអ្នកដែលគាត់មានជំនាញជាក់ស្ដែងបទពិសោធន៍ទាំងអស់ហ្នឹងហើយការប្រឡូកទាំងអស់ហ្នឹងហើយការដាក់ខ្លួនយើងឲ្យបានចូលទៅដល់គេហៅថាបានន័យថាជាទីតាំងឬក៏ក្នុងបរិយាកាសជាក់ស្ដែងនៃការងារហ្នឹងឯងដែលធ្វើឲ្យយើងនឹងបង្កើនសមត្ថភាពយើងមួយផ្នែកទៀតយើងនឹងមើលឃើញថាអូពេលយើងរៀននៅថ្នាក់ប៉ុណ្នេះឯងស្ថានភាពនៅកន្លែងធ្វើការវាមានប៉ុណ្នេះចាអញ្ចឹងថាតើក្នុងអំឡុងពេលហ្នឹងគឺអូនអាចមើលបានហើយថាយើងអាចធ្វើអីគេខ្លះប៉ុន្តែទោះបីជានិយាយចឹងមែនអ្នកគ្រូជាចំណាប់អារម្មណ៍មួយឃើញថានិស្សិតនៅសាកលវិទ្យាល័យបែធីអត់សូវមានបញ្ហានៅក្នុងការរកការងារធ្វើទេចាពួកអីទៅបរិញ្ញារាល់ថ្ងៃនេះគឺកូនសិស្សថាសង្កត់ថា 98% គឺគាត់មានការងារធ្វើជាអ្នកធ្វើការផងគាត់រៀនផងចាអញ្ចឹងគាត់ស្វែងយល់បានចំពោះកិច្ចការងារនឹងច្រើនចាកិច្ចការងារនឹងច្រើនហើយ
វាក៏ស្របជាមួយនឹងទិសស្លាករបស់សាកលវិទ្យាល័យ Betty យើងដែរដែលយើងទិសស្លាករបស់យើងគឺយើងបានដាក់ថាសិក្សានៅទីនេះចាអនុវត្តនៅទីនេះតែយើងធ្វើការបានគ្រប់ទីកន្លែងហ្នឹងហើយវាបំពេញឲ្យគ្នាយើងរៀននៅកន្លែងនេះយើងទទួលបាននៅបទពិសោធន៍ការងារចាបទពិសោធន៍ការងារសាលាក៏ផ្ដល់ជូនហើយលើកទឹកចិត្តឲ្យបងប្អូនហ្នឹងអាចទៅស្វែងរកការងារធ្វើបណ្ដារៀនសូត្របណ្ដាទៀតហើយនៅពេលដែលប្អូនមុំតែប្អូនបញ្ចប់បញ្ញាបត្រនេះប្អូនមានទាំងសញ្ញាបត្រប្អូនមានទាំងសញ្ញាឃើញប្អូនមានទាំងបទពិសោធន៍អញ្ចឹងចង់ទៅប្រកួតប្រជែងការងារនៅកន្លែងណាក៏បានដែរហើយយើងឃើញថាទីផ្សារការងារការប្រកួតប្រជែងឥឡូវនេះយើងមិនមែនប្រកួតប្រជែងតែក្នុងស្រុកទេណាយើងប្រកួតប្រជែងដល់តំបន់ហើយយើងចង់ឲ្យមានសមត្ថភាពទៅប្រកួតប្រជែងនៅលើសកលលោកទៀតអញ្ចឹងបានយើងឃើញថាយើងកាន់តែខំប្រឹងពង្រីកធ្វើយ៉ាងណាពង្រឹងគុណភាពអប់រំចាប់តាំងពីក្នុងថ្នាក់ការបំពាក់បំពន់ជាមួយនឹងឱកាសការងារការបំពាក់បំពន់ជាមួយនឹងឱកាសនៃការវឹកហាត់ការងារការចុះទៅទស្សនកិច្ចសិក្សាការចុះទៅវឹកហាត់នៅកន្លែងផ្សេងរហូតដល់គាត់ប្រមូលបាននៅបានន័យថាទាំងចំណេះដឹងទាំងបទពិសោធន៍ហ្នឹងជាកញ្ចប់ពេលដែលបងប្អូនរៀនចប់បញ្ញាបត្រទៅអត់មានបារម្ភថាអូខ្ញុំរៀនចប់តែខ្ញុំរកការងារធ្វើអត់បានទេហើយភ្ជាប់ជាមួយនឹងចំណុចកន្លែងហ្នឹងនៅក្នុងអំឡុងពេលដែលយើងធ្វើការវិវត្តនេះគឺសុំអូនកុំភ្លេចពេលខ្លះដូចក្មេងៗគាត់ចេះតែនិយាយដែរថាអ្នកគ្រូពេលខ្លះខ្ញុំធ្វើការងារដើម្បីប្រាក់ខែទេដើម្បីឲ្យមានធនធាននេះអញ្ចឹងណាมันប្រកាសថាធ្វើនឹងក៏ចំជំនាញដែរអញ្ចឹងធ្វើមិនមកជំហានទៀតឲ្យចំជំនាញគឺនៅពេលដែលអូនរៀនបណ្ដាអូនទទួលបានបទពិសោធន៍បណ្ដាហ្នឹងធ្វើឲ្យអូនមានភាពចាស់ទុំអូនគឺត្រូវតាមដានព័ត៌មានតាមមើលរហូតហើយចាប់ផ្ដើមសម្រួចឱកាសចាសម្រួចឱកាសសម្រួចខ្លួនយើងថាយើងចង់ធ្វើអីយើងស្គាល់ខ្លួនយើងកាន់តែច្បាស់ដោយសារបើយើងអត់ធ្វើអីសោះយើងអត់ដឹងថាខ្លួនឯងចង់អីទេមិនចឹងចាត្រូវហើយប៉ុន្តែដល់ពេលបានសាកបានប្រឡូកអានេះក៏ធ្វើនោះក៏ធ្វើទៅកន្លែងនោះអនុវត្តផងចាត់ឱកាសនៅកន្លែងនេះផងយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ចឹងនៅពេលដែលយើងចាប់យើងមានបទពិសោធន៍រួចស្រេចយើងត្រៀមមានតាំងចំណេះដឹងពិតប្រាកដយើងមានសមត្ថភាពយើងមានបទពិសោធន៍ទៀតអញ្ចឹងយើងអាចហក់ទៅរកកន្លែងដែលយើងចង់ទៅហើយធ្វើការដែលចំជំនាញរបស់យើងតែម្ដងហើយយើងនឹងស្វែងរកនូវភាពជោគជ័យនៃអាជីពការងារមួយដ៏ច្បាស់លាស់សម្រាប់ជីវិតយើងទៅអនាគតតែម្ដងចាអរគុណអ្នកគ្រូយើងស្ដាប់ទៅថាក្បោះក្បាយឡើងមែនតើសូម្បីតែខ្ញុំស្ដាប់ទៅក៏មានអារម្មណ៍ថាភ្លឺពីលើដល់ក្រោមហ្មងអញ្ចឹងចង់ផ្ដាំទៅបងប្អូនដែលទៅតែបញ្ចប់ទី12ក៏ដូចជាខ្លះជានិស្សិតដែរប៉ុន្តែថ្មីថ្មោងអញ្ចឹងអាចយកចិត្តទុកដាក់នៅក្នុងការស្ដាប់ការបកស្រាយរបស់អ្នកគ្រូដែលគាត់បកស្រាយបានក្បោះក្បាយខ្លាំងមែនតែនទៅលើគន្លឹះនៅក្នុងការជ្រើសជំនាញឲ្យត្រូវក៏ដូចជាការត្រៀមខ្លួននៅក្នុងការចូលរៀនសាកលវិទ្យាល័យអញ្ចឹងមុននឹងបញ្ចប់កម្មវិធីចង់ឲ្យអ្នកគ្រូមានពាក្យផ្ដាំផ្ញើទៅកាន់បងប្អូនតិចមកអ្នកគ្រូចាអរគុណច្រើនមែនតើទៅអ្នកគ្រូមុននឹងមានមតិអ្នកគ្រូសូមសរុបត្រឡប់មកវិញថានៅពេលដែលយើងចង់ជ្រើសរើសមុខជំនាញមួយដែលយើងឲ្យបានត្រូវចាឲ្យបានថាត្រូវចង់អ្វីដែលខ្លួនឯងចង់បានហ្នឹងទី1គឺបងប្អូនត្រូវស្គាល់ខ្លួនឯងទី2បងប្អូនត្រូវស្គាល់អំពីអាជីពនិងការងារដែលបងប្អូនចង់ឆ្ពោះទៅរកនៅថ្ងៃអនាគតទី3យើងត្រូវស្វែងយល់អំពីនិន្នាការសកលបានន័យថាការវិវត្តរបស់សង្គមនៅលើពិភពលោកហ្នឹងទៅតាមចំណុចជារួមដែលអ្នកគ្រូបានចែកម្លែកជូនឲ្យសង្ឃឹមថាអាចនឹងទទួលបានហើយដែលទាញត្រឡប់ចំណាប់អារម្មណ៍ចុងក្រោយនេះហេតុអីបានថាសូមមានពាក្យផ្ដាំផ្ញើមកបន្តិចពីព្រោះអីនៅពេលដែលស្ដាប់អ្នកគ្រូនិយាយចែកម្លែកមិញទៅអូយធំមែនតើអ្នកគ្រូខ្ញុំរកកន្លែងសង្រួមមកវិញអត់ឃើញទេចឹងមកអ្នកគ្រូមានពាក្យមួយថាបើសិនជាប្អូនចង់មុជឲ្យជ្រៅអូនចង់ទៅឲ្យឆ្ងាយអូនកុំខ្លាចការលំបាកចាតើតែយើងទម្លាប់គិតឲ្យវែងឆ្ងាយយើងមើលទៅមុខឲ្យឆ្ងាយយើងគិតឲ្យស៊ីជម្រៅចាក់ទៅក្នុងបានយើងដឹងថាអូតាមពិតកិច្ចការងារដែលយើងធ្វើហ្នឹងវាច្រើនមែនប៉ុន្តែវាមានលំដាប់លំដោយរបស់វាចាប់ផ្ដើមពីចំណុចតូចទៅហើយជាការសន្សំចាជាការសន្សំអញ្ចឹងបើប្អូនចង់សំណុកនៅថ្ងៃមុខអូនចង់ចាប់ឲ្យដល់គោលដៅរបស់ខ្លួនឯងចង់សម្រេចក្តីសុបិនខ្លួនឯងចង់ចាប់បានអាជីពមួយដែលបានន័យថាជាសេចក្តីស្រឡាញ់ពេញបេះដូងជាអាជីពមួយដែលយើងនឹងមានមោទនភាពថាអូខ្ញុំបានដើរដល់ចំណុចមួយដែលខ្ញុំចង់បានហើយអញ្ចឹងយើងកុំខ្លាចការគិតយើងកុំខ្លាចការលំបាកហើយយើងត្រូវតែហ៊ានបោះជំហានចាប់ផ្ដើមពីជំហានដំបូងទៅ
ចានេះគ្រូមានប៉ុណ្្នឹងសូមអរគុណ លំបាកមុនស្រណុកក្រោយ ចា អញ្ចឹងអត់មានអីទេមានតែអរគុណអ្នកគ្រូខ្លាំងមែនតើចំពោះការបកស្រាយអ្នកគ្រូនៅក្នុងកម្មវិធី Bell TIU Talk ថ្ងៃហ្នឹងហើយជាចុងក្រោយនេះខ្ញុំសូមអរគុណដល់ទស្សនិកជនដែលបានចំណាយពេលមកទស្សនាកម្មវិធី Bell TIU Talk សូមអរគុណសូមជម្រាបលា Belty International University, the future of global leaders.